អីយ៉ាអ្នកទាំងអស់គ្នា skin ថ្មីដែល Honor King គឺទើបតែនឹងធ្វើការ collab គ្នាជាមួយនឹង anime Danda Dan ហ្នឹងគឺចេញមកឲ្យអ្នកទាំងអស់គ្នាគឺអែមខ្លាំងមែនតើអ្នកទាំងអស់គ្នាអើយនៅក្នុងហ្នឹងគឺមានជាមួយនឹង skin របស់ Lam Moshi ហើយជាមួយនឹង Danji អ្នកទាំងអស់គ្នាអញ្ចឹងអ្នកដែលលេងជាមួយនឹង hero ហ្នឹងគឺត្រៀមមកហើយទៅអ្នកទាំងអស់គ្នាជាមួយនឹង skin ថ្មីគឺនឹងចូលមកដល់ server ផ្លូវការរបស់យើងនៅក្នុងពេលឆាប់ៗហ្នឹងហើយទីមួយនេះគឺជា skin ថ្មីរបស់ Lam អ្នកគ្នាដែលគេ collab គ្នាជាមួយនឹង Okaran ហ្នឹងអ្នកគ្នាហើយយើងមើលជាមួយនឹង display ទៅមើលទៅគឺតនឹងខ្លាំងមែនទែនអ្នកទាំងអស់គ្នាហើយសម្រាប់គ្នាយើងអ្នកដែលជា fan anime ហ្នឹងមើលមកគឺដឹងតែពេញចិត្តស្ដោកតែម្ដងព្រោះដោយសារតែនៅក្នុង display ហ្នឹងទាំង effect ទាំងអីមើលទៅគឺវាគូខ្លាំងមែនតើអ្នកទាំងអស់គ្នាចឹងសម្រាប់គ្នាយើងអ្នកដែលជាដៃ Lam អីអ្នកគ្នាគឺត្រៀមមកហើយទៅព្រោះដោយសារតែ skin ហ្នឹងគឺវានឹងចូលមកដល់ server ផ្លូវការរបស់យើងនៅក្នុងពេលឆាប់ហ្នឹងហើយគឺនៅថ្ងៃទី1នៅក្នុងខែសីហាអ្នកទាំងអស់គ្នាជាមួយនឹង display ហ្នឹងគឺវាអែមខ្លាំងមែនតើអ្នកគ្នាចឹងយើងកុំឲ្យខាត់ពេលវេលាយូរយើងទៅមើលជាមួយនឹង skill effect វិញម្ដងអញ្ចឹងសម្រាប់ skill effect គឺដូចដែលអ្នកទាំងអស់គ្នាបានឃើញអញ្ចឹងចំពោះ skill effect ហ្នឹងគឺមានពណ៌ក្រហមលាយជាមួយនឹងពណ៌ខ្មៅអញ្ចឹងណាដល់ពេលដាក់មកគឺស៊ីគ្នាខ្លាំងមែនតើអ្នកនរគ្នាទាំងសម្លៀកបំពាក់និយាយទៅគឺវា the best តែម្ដងអ្នកគ្នាសម្រាប់ skin ហ្នឹងណាអានេះគឺជាការវាយ basic attack ណាអ្នកគ្នាយើងមើលជាមួយនឹង effect ទៅគឺមានអារម្មណ៍យ៉ាងម៉េចដែរជាមួយនឹងការវាយ basic attack ហ្នឹងយើងមើលជាមួយនឹង skill effect និយាយទៅ skill ហ្នឹងគឺដូចដែលខ្ញុំបាននិយាយយ៉ាងអ្នកគ្នាគឺវាស៊ីគ្នាជាមួយនឹងសម្លៀកបំពាក់អីចឹងណាដល់ពេលមើលទៅគឺ cool ខ្លាំងមែនទែននិយាយទៅ skin នេះចេញមកគឺដឹងតែមានអ្នកពេញចិត្តច្រើនហើយអ្នកគ្នាហើយនេះគឺជា passive អ្នកគ្នាចំពោះ passive បើយើងមើលទៅអានេះមិនមែនដូចជាលែងជាត្រីទេអ្នកគ្នាព្រោះដោយសារតែពេលដែល passive វាហ្នឹងយើងមើលខាងក្រោមទៅមានដូចដៃចឹងអ្នកគ្នាជាមួយនឹង skill ទី1អីគឺវាដូចគ្នាចឹងអ្នកគ្នាជាមួយនឹង effect skill ហ្នឹងចឹងណាយើងមើលទៅមានដូចដៃរត់ដូចគេហៅប្រគួយអ្នកគ្នាអានេះវាលែងជាត្រីឆ្លាមត្រីបូឡែនអីទេអ្នកគ្នាជាមួយនឹង skill effect ហ្នឹងអញ្ចឹងណាបន្តមកទៀតគឺយើងទៅមើលពី skill effect skill ទី2វិញម្ដងអ្នកគ្នាចំពោះ skill effect skill ទី2នេះគឺវាលយខ្លាំងមែនតើអ្នកគ្នាពេលដែលវាប្រើជាមួយនឹង skill ហ្នឹងវាមានរូបស្មៅមនុស្សទៀតអញ្ចឹងណានៅពីលើមើលទៅគឺតំណងខ្លាំងមែនតើអ្នកគ្នានិយាយទៅចំពោះ effect skill ទី2នេះគឺខ្ញុំពេញចិត្តហ្មងគឺខ្ញុំឲ្យ10លើ10តែម្ដងអ្នកគ្នាចំពោះ ultimate អីក៏មើលទៅតំណងដែរអ្នកគ្នានិយាយទៅកន្លែង skin ហ្នឹងគឺវាអត់មានកន្លែងទាស់តែម្ដងអ្នកគ្នាព្រោះដោយសារតែ skill effect ទាំងសម្លៀកបំពាក់ទាំងរូបរាងមើលមកគឺវាស៊ីគ្នាខ្លាំងមែនតើនេះអូអើយចេះរំនេះអ្នកគ្នាអូលយខ្លាំងមែនតើអ្នកគ្នាអានេះគឺជា recall របស់គេអ្នកគ្នាយើងមើលជាមួយនឹង effect recall ណាអូយតំណងខ្លាំងមែនតើអញ្ចឹងដែលខ្ញុំនិយាយថា Honor King គឺធ្វើជា skin collab មួយគឺវា the best ខ្លាំងមែនតើអ្នកនរគ្នាសម្បីតែ moving emote ហ្នឹងក៏មើលទៅវាស្អាតដែរអ្នកគ្នានិយាយទៅគឺធ្វើចេញមកលក្ខណៈថាanime ហ្នឹងមានមិនគឺធ្វើឲ្យគ្រប់តែម្ដងអ្នកគ្នាចំពោះ memory storm ឯនេះយើងបើយើងនៅក្នុង Mobile Legends គេហៅ action ហ្នឹងអ្នកគ្នាយើងមើលទៅគឺអូយស្អាតខ្លាំងមែនតើហើយទី2នេះគឺជា skin របស់ Moshi ដែលគេ collab គ្នាជាមួយនឹង GG អ្នកគ្នាហើយបើយើងមើលជាមួយនឹង animation ណាមើលទៅគឺវាម្នាក់ម្យ៉ាងជាមួយនឹង Okaran ណាអ្នកគ្នាប៉ុន្តែបើយើងមើលទៅនិយាយទៅគឺដូចខ្ញុំថាយ៉ាងអ្នកគ្នាគឺវាស្អាតម្នាក់ម្យ៉ាងអ្នកគ្នាយើងមើលជាមួយនឹង animation ទៅគឺវាប្លែកភ្នែកខ្លាំងមែនតើតែ skin នេះអ្នកទាំងអស់គ្នាលេងឲ្យស្រួលបួរប្រយ័ត្នស្រីតាមដល់ផ្ទះព្រោះដោយសារតែនៅក្នុង skin ហ្នឹងគឺវាមាន six pack អញ្ចឹងអ្នកទាំងអស់គ្នាយើងមើលទៅគឺអូយ cool ខ្លាំងមែនតើគេហៅថាGen Z អ្នកគ្នាឥឡូវយើងទៅមើលជាមួយនឹង skill effect វិញម្ដងចំពោះ skill effect អានេះគឺ skill combo អ្នកគ្នានេះញ៉ាកន្លែង skill ultimate គឺចាប់ជាប់មកលោកវាយឲ្យពេញផ្ទះតែម្ដងអ្នកគ្នានិយាយទៅគឺតំណឹងខ្លាំងមែនតើអ្នកគ្នាជាមួយនឹង skin ហ្នឹងណានិយាយទៅគឺវាស្អាតតែម្ដងជាមួយនឹង skill effect អីហ្នឹងគឺគេធ្វើពណ៌ស្វាយខ្ចីអ្នកគ្នាស្វាយខ្ចីអានេះគឺនេះពណ៌ស្វាយអ្នកគ្នាស្វាយបូកជាមួយនឹងពណ៌ Q អញ្ចឹងណាហើយយើងមើលទៅជាមួយនឹង skill effect វាយ basic attack អីមើលទៅម្នាក់ម្យ៉ាងទេអ្នកគ្នាបើយើងនិយាយទៅចំពោះ skill effect គឺអត់មានជាន់ពណ៌គ្នាជាមួយនឹង skill effect skin នីមួយជាងណាអានេះគឺ passive របស់វាអ្នកគ្នាអា passive ហ្នឹងអាពេលដែលវាពេញហើយវាលោតបាញ់ទៅមុខដល់ពេលនៅក្នុង skin នេះលោតពុះពីលើតែម្ដងអ្នកគ្នាអូយអែមខ្លាំងមែនតើជាមួយនឹង passive អានេះ skill ទី1អ្នកគ្នាskill ទី1ហ្នឹងដូចជាឡើង movement speed ណាយើងមើលទៅនេះអូយស្អាតខ្លាំងមែនតើអ្នកគ្នានិយាយទៅគឺអត់មានកន្លែងទាស់តែម្ដងជាមួយនឹង skin collab របស់គេអញ្ចឹងណាយើងមើលអ្នកគ្នា
អូយ the best ខ្លាំងមែនតើអានេះจะមើល recall វាស្អាតប៉ុណ្ណាអ្នកគ្នាអានេះគឺ skill ទី2អា skill បាញ់នេះអ្នកគ្នាអា skill បាញ់ហ្នឹងមើលនេះលុយណាអ្នកគ្នាអា skill បាញ់ហ្នឹងពេលដែលយើងបាញ់ចំ enemy ហ្នឹងគឺវា knock អ្នកគ្នា knock ឲ្យ see damage នៅក្នុងហើយមាន effect អីគឺអូយជាតិខ្លាំងមែនតើអ្នកគ្នានិយាយទៅគឺដូចតែខ្ញុំនិយាយចឹងអ្នកគ្នាគឺវាជាតិតែម្ដងអញ្ចឹងណាជាមួយនឹង skill collab សានេះមើលទៅគឺ the best ខ្លាំងមែនតើហើយបើយើងមកមើលពី ultimate វិញគឺវាកាន់តែ low ទៀតអ្នកគ្នាព្រោះដោយសារតែអា skill ultimate ហ្នឹងបើយើងមើលធម្មតាគឺវាគ្រាន់តែចាប់ knock កុំឲ្យenemy រត់រួចណាដល់ពេល skill effect ជាមួយនឹង skin collab នេះអ្នកគ្នាមើលទៅគឺទៅនៅខ្លាំងមែនតើចាប់ឃុំនៅក្នុងផ្ទះវាយតែម្ដងអ្នកគ្នានិយាយទៅគឺវាលយខ្លាំងមែនតើអ្នកគ្នាជាមួយនឹង skin ហ្នឹងណាហើយជាមួយនឹង action របស់គេនេះអ្នកគ្នាអូចេញសិតក្បាច់គុណឯណាហើយ recall ក៏មិនចាញ់គ្នាជាមួយនឹង recall របស់ឡាមដែរអ្នកគ្នាយើងមើលណាជាមួយនឹង effect recall យើនិយាយទៅគឺអែមខ្លាំងមែនតើ moving in emote អ្នកគ្នាជួយអានេះដូចបដៅបាល់អ្នកគ្នាអូលយខ្លាំងមែនតើអ្នកគ្នាជាមួយនឹង skin នេះណានិយាយទៅគឺដូចតែខ្ញុំបាននិយាយអ្នកគ្នាគឺវាអត់មានពាក្យអីខាខែវពីលយព្រោះដោយសារតែ skin ហ្នឹងវាលយមែនហើយជាមួយនឹង memory storm អីយើងមើលទៅអ្នកគ្នាគឺអូយជាតិខ្លាំងមែនតើហើយទី3នេះគឺជា skin ថ្មីរបស់ Dalji ដែលគេ collab គ្នាជាមួយនឹង Momo អ្នកគ្នាហើយជាមួយនឹង hero ហ្នឹងគឺខ្ញុំធុញចិត្តខ្លាំងមែនតើអ្នកគ្នាឲ្យតែលេងជួបណាព្រោះដោយសារតែ hero ហ្នឹង stand វាមួយគឺវាយូរខ្លាំងមែនតើហើយអ្វីដែលសំខាន់ remake ទៅលើ hero ហ្នឹងគឺវាច្រើនខ្លាំងមែនតើអ្នកទាំងអស់គ្នាហើយយើងមើលទៅជាមួយនឹង skin វាអត់សូវមានជាមួយនឹង animation ច្រើនទេឥឡូវយើងទៅមើលពី skill effect វិញម្ដងព្រោះដោយសារតែ animation វាតិចចឹងណាហើយយើងមើលទៅនេះអូអានេះមួយយ៉ាងដែរអ្នកគ្នាskin នេះបើយើងមើលជាមួយនឹង skill effect គឺវាធ្វើបែបពណ៌ទឹកណាអ្នកគ្នាវាបែបទឹកណាប៉ុន្តែចំពោះ skin ហ្នឹងវាមានជាមួយនឹងពណ៌ color effect ហ្នឹងគឺវាមានច្រើនដែរអ្នកគ្នាចំពោះការវាយរបស់ Six Attack យើងមើលទៅព្រោះដោយសារតែយើងឃើញដំបូងគឺមានពណ៌ក្រហមមួយលាយពណ៌ខ្មៅដែរអ្នកគ្នាអានេះគឺជា skill ទី1ចេញបាត់ដៃចេញទៅអូតំណឹងខ្លាំងមែនតើអ្នកគ្នាដឹងតែឡូយទៀតអ្នកគ្នានេះskill ទី2ហ្នឹងពេលដែលវាចោលចំវាមានលាយ effect ពណ៌គ្នាអ្នកគ្នាហើយចំពោះ skin នេះដូចជាមិនបង្ហាញឲ្យយើងបានឃើញច្រើនទេចំពោះ recall អីក៏អត់មានបង្ហាញដែរអ្នកទាំងអស់គ្នានិយាយទៅ skin នេះគឺវាបែបបង្ហាញតិចជាងគេតែម្ដងហើយមួយទៀតខ្ញុំភ្លេចប្រាប់ដល់អ្នកទាំងអស់គ្នាចំពោះ skin របស់ Mushi បើតាមខ្ញុំដឹង skin ហ្នឹងគឺគេ free ឲ្យយើងទៀតអ្នកគ្នាអញ្ចឹងសម្រាប់គ្នាយើងអ្នកដែលជាដៃ Mushi តែជារៀងតែមជាងគេឯអ្នកទាំងអស់គ្នាបើសិនជា free man វាពិតជាអែមស្នេហ៍តែម្ដងអ្នកគ្នាហើយសម្រាប់គ្នាយើងអ្នកដែលជាដៃអាឡាមឬក៏ដាន GA គឺត្រៀមខ្លួនឲ្យទៅជាមួយនឹងការប្រើប្រាស់ជាមួយនឹង token សម្រាប់ធ្វើការបើកយកជាមួយនឹង skin ហ្នឹងអញ្ចឹងណាអូខេអញ្ចឹងចំពោះការ review នៅក្នុង skin ទាំង3ហ្នឹងដែល Honor King គឺទើបតែនឹងធ្វើការ collab ថ្មីហ្នឹងគឺមានតែប៉ុណ្្នឹងទេអ្នកគ្នាដែលខ្ញុំលើកយកមកបង្ហាញឲ្យអ្នកទាំងអស់គ្នាបានឃើញអញ្ចឹងសម្រាប់គ្នាយើងអ្នកដែលមកថ្មីឬក៏អ្នកចាស់ដែលមិនទាន់បានចុច subscribe លើ YouTube channel របស់ខ្ញុំកុំភ្លេចជួយចុច subscribe ម្នាក់មួយផងហើយកុំភ្លេចជួយ share វីដេអូនេះបានច្រើនហើយយើងចាំជួបគ្នានៅវីដេអូក្រោយបាយបាយ